តីតសិស្សសាលារូលក្លាយជាអគ្គនាយកនៃធនាគារធំមួយនៅកម្ពុជា AODB ឯកឧត្តមបណ្ឌិតកៅថាចនៅថ្ងៃទី4ខែកក្កដាឆ្នាំ2014ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សេចក្តីទុកចិត្តតែងតាំងជាអគ្គនាយកនៃធនាគារអភិវឌ្ឍជនបទនិងកសិកម្មហៅកាត់ TOJK និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ TOJK ជាមួយគ្នាឯកឧត្តមក៏ជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិមានឋានៈស្មើអនុរដ្ឋលេខាធិការនិងធ្លាប់ជាមជ្ឈត្តករនៃក្រុមប្រឹក្សាអាជ្ញាកណ្ដាលចាប់តាំងពីឆ្នាំ2003មុនទទួលបានតំណែងជាន់ខ្ពស់មួយនេះតើឯកឧត្តមបណ្ឌិតកៅថាចបានធ្លាប់ឆ្លងកាត់បទពិសោធន៍ការងារនិងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រយ៉ាងណាខ្លះមុនទទួលបានតំណែងដូចសពថ្ងៃជាអគ្គនាយកនៃធនាគារអភិវឌ្ឍជនបទនិងកសិកម្មឯកឧត្តមធ្លាប់បំពេញការងារជាអគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជាមានឋានៈស្មើអនុរដ្ឋលេខាធិការនិងជាប្រធានការិយាល័យទីផ្សារហិរញ្ញវត្ថុនៅនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុការងារក្នុងផ្នែកច្បាប់ឯកឧត្តមធ្លាប់ជាមន្ត្រីច្បាប់នៅក្រសួងយុតិធធម៌និងនៅតុលាការផងដែរឯកឧត្តមគឺជាសមាជិកក្រុមការងារក្នុងការរៀបចំបង្កើតគណៈកម្មការមូលបត្រកម្ពុជានិងទីផ្សារមូលបត្រនៅកម្ពុជាជាមួយគ្នានេះដែរឯកឧត្តមបានបំពេញការងារជាច្រើនពាក់ព័ន្ធទៅនឹងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជាដែលរួមមានការចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋនិងសេចក្តីព្រាងច្បាប់ស្តីពីការបោះផ្សាយនិងជួញដូរមូលបត្រមហាជននិងជាសមាជិកក្រុមការងារដែលទទួលបន្ទុករៀបចំយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ2006ឆ្នាំ2015និងឆ្នាំ2011ឆ្នាំ2020ក្នុងនាមជាតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឯកឧត្តមគឺជាសមាជិកក្រុមការងារក្របខ័ណ្ឌអាស៊ានពាក់ព័ន្ធទៅនឹងការអភិវឌ្ឍទីផ្សារទុនដូចជា ACMF ABMI CMI WGFSL WGCAL ជាដើមពាក់ព័ន្ធទៅនឹងការសិក្សាឯកឧត្តមទទួលបានបរិញ្ញាបត្រនីតិសាស្ត្រពីមហាវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាល័យសេដ្ឋកិច្ចនៅឆ្នាំ1998និងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្ត្រពីសាកលវិទ្យាល័យ Bonn នៃប្រទេសអូស្ត្រាលីនៅឆ្នាំ2002ដោយការសិក្សាក្នុងបរិញ្ញាបត្រជាន់ខ្ពស់នេះផ្ដោតលើប្រព័ន្ធច្បាប់ពាណិជ្ជកម្មអន្តរជាតិក្របខ័ណ្ឌគតិយុត្តនៃអង្គការពាណិជ្ជកម្មពិភពលោកនិងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងឆ្នាំ2019ឯកឧត្តមទទួលបានសញ្ញាបត្របណ្ឌិតផ្នែកពាណិជ្ជសាស្ត្រ Doctor of Business Administration ពី EU Business School កាលនោះនិក្ខេបបទថ្នាក់បណ្ឌិតរបស់ឯកឧត្តមគឺប្រែក្លាយធនធានអភិវឌ្ឍជនបទករណីសិក្សានៅប្រទេសកម្ពុជា